នឹងឲ្យសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅ Bybit account បាទនិយាយទៅអ្នកទាំងអស់គ្នាខ្ញុំក៏ធ្លាប់ធ្វើការបង្ហាញដូចជា2-3វីដេអូដែរហើយពាក់ព័ន្ធទៅលើការបង្កើតនៅ Bybit exchange មួយនេះហ្នឹងហើយប៉ុន្តែឥឡូវនេះខ្ញុំនឹងធ្វើការអាប់ដេតថ្មីបាទពីរបៀបនៃការបង្កើតឬក៏របៀបនៃការធ្វើ KYC ឲ្យទទួលបានជោគជ័យនៅក្នុងពេលនេះហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់បន្តិចសិនមុននឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅគណនី Bybit មួយនេះណាតាំងពីពិតទៅអ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយក្នុងពេលបច្ចុប្បន្នគឺមាន airdrop ច្រើនដែលមាននៅលើ Telegram សម្រាប់ airdrop ដែលល្បីៗគឺតែងតែធ្វើការដកលុយចូលទៅកាន់ exchange បាទផ្សេងជាច្រើនដែលរួមមានទាំង Bybit នេះផងដែរហ្នឹងហើយអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែមានគណនី Bybit មួយនេះទុកប្រើផ្ទាល់ខ្លួនមួយទៅបាទគឺយើងទុកនៅក្នុងទូរស័ព្ទដៃរបស់យើងណាដោយគ្រាន់តែធ្វើការបង្កើតហើយនឹងធ្វើការបំពេញនៅ KYC ឲ្យទទួលជោគជ័យតែប៉ុណ្ណោះអញ្ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងថាតើ Bybit នេះយើងត្រូវធ្វើការបង្កើតដោយរបៀបណាអ្នកទាំងអស់គ្នាក៏អាចតាមដានទស្សនាវីដេអូមួយនេះជាមួយនឹងការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាអូខេតើឥឡូវកុំឲ្យខាតពេលយូរចាប់ផ្ដើមជាមួយនឹងការបង្ហាញរបស់ខ្ញុំតែម្ដងហ្នឹងអញ្ចឹងបើសិនជាពេលនេះអ្នកទាំងអស់គ្នាកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងដើម្បីធ្វើការបង្កើតនៅ Bybit account អ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើចំណងជើងឬក៏ title នៃវីដេអូរបស់ខ្ញុំនេះមកបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ link មួយគឺនៅខាងក្រោមនៃវីដេអូនេះតែម្ដងអ្នកទាំងអស់គ្នាចុចទៅលើ link ហ្នឹងទៅនឹងចូលទៅកាន់ទម្រង់នៃការចុះឈ្មោះហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នានៅមានចម្ងល់នៅត្រង់ចំណុចណាណាពាក់ព័ន្ធទៅលើការរកលុយក៏ដោយពាក់ព័ន្ធទៅលើអីក៏ដោយអ្នកទាំងអស់គ្នាអាច join group មួយនេះណា join group មួយនេះដោយគ្រាន់តែចុចទៅលើ link ហ្នឹងទៅនឹងចូលទៅកាន់ group របស់ខ្ញុំហើយណាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអ្វីដែលសំខាន់ពេលនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើបាទ link ខាងលើនេះដើម្បីធ្វើការចុះឈ្មោះហ្នឹងអញ្ចឹងបន្ទាប់ពីចុចទៅលើ link របស់ខ្ញុំដែលមាននៅខាងក្រោមនៃវីដេអូហើយយើងនឹងចូលមកកាន់ទម្រង់បែបនេះនេះគឺជាទម្រង់នៃការបង្កើតបាទនៅគណនី Bybit ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរសម្រាប់ការបង្កើតនៅ Bybit account នេះគឺយើងអាចប្រើ email ក៏បានឬក៏យើងអាចប្រើជាមួយនឹងលេខទូរស័ព្ទដៃក៏បានផងដែរប៉ុន្តែការ recommend របស់ខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែប្រើ email ទៅណានេះគឺជា email ហើយអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចកន្លែង email ហ្នឹងហើយគ្រាន់តែធ្វើការបំពេញ email នៅខាងក្រោមនេះហើយបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញខាងក្រោមនេះគឺយើងនឹងឃើញ password អញ្ចឹងយើងគ្រាន់តែធ្វើការបំពេញនៅ password នៅត្រង់ចំណុចហ្នឹងមកហើយខាងក្រោមនេះគឺជាលេខកូដអ្នកណែនាំអ្នកទាំងអស់គ្នាអាចធ្វើការដាក់លេខកូដរបស់ខ្ញុំម្នាក់មួយទៅសម្រាប់លេខកូដនេះខ្ញុំនឹងធ្វើការដាក់នៅលើអេក្រង់នៃទូរស័ព្ទដៃនេះហើយអូខេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការបំពេញនៅ email ហើយ password បន្តិចសិនហ្នឹងហើយនេះគឺជាការឧទាហរណ៍របស់ខ្ញុំបាទខាងលើគឺជា email ខាងក្រោមនេះគឺជា password អ្នកទាំងអស់គ្នាបានឃើញណាបាទយើងគួរតែធ្វើការដាក់ password នេះដោយផ្ដើមអក្សរធំលាអក្សរទូចលីលេខឬក៏លីនៅសញ្ញាផ្សេងទៅអូខេអញ្ចឹងឥឡូវនៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាបានយល់ហើយបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញខាងក្រោមនេះយើងនឹងឃើញវាថា accept អញ្ចឹងយើងចុចទៅលើវាថា accept ហ្នឹងទៅបាទនៅពេលដែលយើងចុចទៅលើ accept ហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងនេះគេដាក់ថា get my welcome ណាយើងចុចកន្លែងហ្នឹងមកបាទឥឡូវយើងនឹងចូលមកកាន់ទម្រង់នេះនៅពេលដែលចូលមកកាន់ទម្រង់នេះហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងនេះអញ្ចឹងយើងត្រូវធ្វើការអូស slide ឲ្យបានត្រូវណាអញ្ចឹងនេះគឺជារូបមួយអ្នកទាំងអស់គ្នាឃើញខាងលើហើយនេះគឺជារូបមួយណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកម្រាមដៃអូបាទនេះឃើញទេយើងកាន់កន្លែងសញ្ញាព្រួយហ្នឹងមកអូបាទអូឲ្យចំប្រឡោះហ្នឹងមកបើសិនជាយើងអូខុសគឺมันអាចធ្វើការចុះឈ្មោះបានឡើយអញ្ចឹងខ្ញុំចុចទៅហ្នឹងមកបាទខាងក្រោមនេះគឺជោគជ័យហើយអូខេនៅពេលដែលជោគជ័យហើយអ្នកទាំងអស់គ្នានេះគឺយើងត្រូវចូលទៅកាន់ email របស់យើងដើម្បីយកនៅលេខកូដចំនួន6ខ្ទង់ដែលខាង Bybit ផ្ញើចូលទៅកាន់ Gmail របស់យើងអូខេអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំចូលមកកាន់ Gmail របស់ខ្ញុំបាទនេះគឺជា Gmail ហើយណាយើងចុចទៅលើ Gmail បន្ទាប់មកយើងអាចបាទនេះគឺជាប្រអប់សារមួយដែលខាង Bybit ផ្ញើមកយើងចុចទៅលើហ្នឹងមកអូខេបន្តមកទៀតនេះគឺជា password ណាគឺជាលេខកូដចំនួន6ខ្ទង់អញ្ចឹងខ្ញុំសង្កត់ទៅលើហ្នឹងមកហើយខ្ញុំឃើញពាក្យ copy អ្នកទាំងអស់គ្នាចម្លងម្ដងមួយក៏បានដែរណាបាទអញ្ចឹងខ្ញុំចេញពីតំណែងខ្ញុំចូលមកកាន់ Bybit វិញហើយខ្ញុំគ្រាន់តែយកម្រាមដៃសង្កត់កន្លែងនេះបាទប្រអប់ទី1ហើយយើងផាសមកអូខេនេះគឺជាលេខកូដបានជាប់ហើយណាបន្ទាប់មកយើងនឹងធ្វើការចុះឈ្មោះទទួលបានជោគជ័យបាទឥឡូវនេះគឺយើងបានធ្វើការចុះឈ្មោះជាមួយនឹង Bybit គឺទទួលបានជោគជ័យហើយអ្នកទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការចុះឈ្មោះទទួលបានជោគជ័យហើយអ្នកទាំងអស់គ្នាអាចធ្វើការដំឡើងនៅ Bybit នេះទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញខាងក្រោមនេះគេដាក់ថា Google Play យើងអាចចុចកន្លែងហ្នឹងក៏បានឬក៏យើងចេញពីកន្លែងហ្នឹងយើងចូលមក download បាទដោយគ្រាន់តែចុចទៅលើនេះបាទ Play Store នេះក៏បានដែរណាបើសិនជាយើងចុចទៅលើ Play Store ហើយយើងចុច search ហើយយើងគ្រាន់តែ search ពីថា Bybit បាទ Bybit អញ្ចឹងមកយើងនឹងឃើញអ្នកខាងលើនេះបាទយើងនឹងឃើញបាទនេះគឺជា Bybit ដោយសារតែខ្ញុំបានធ្វើការដំឡើងហើយណាបើសិនជាយើងខ្ជិលមក search យើងគ្រាន់តែចុចកន្លែងហ្នឹងបាទនេះចុចទៅលើ Google Play នេះមកអូខេយើងចុចទៅលើហ្នឹងទៅគឺយើងនឹងចូលទៅកាន់ទម្រង់នៃការ download នៅក្នុង Play Store ដូចតែគ្នាទេណាអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចមួយណាក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានធ្វើការដំឡើង app មួយនេះរួចរាល់ហើយអញ្ចឹងណាអញ្ចឹងខ្ញុំចុចទៅលើហ្នឹងហើយបន្ទាប់មកខ្ញុំបើសិនជាយើងដំឡើងរួចរាល់ហើយយើងគ្រាន់តែចុចទៅលើ open បាទចុចទៅលើ open ហ្នឹងមក
អូខេនៅពេលដែលយើងចុចទៅលើវាថា open ហើយយើងនឹងចូលមកកាន់ទម្រង់នេះអ្នកទាំងអស់គ្នានៅត្រង់ចំណុចនេះមិញហ្នឹងគឺយើងបានធ្វើការចុះឈ្មោះជាមួយនឹង Bybit ហ្នឹងគឺទទួលបានជោគជ័យហើយអ្នកទាំងអស់គ្នាអាចកលេចមកមើលខាងលើនេះមកបាទដោយសារតែខ្ញុំគឺជា partner ជាមួយនឹង Bybit ផងដែរអញ្ចឹងនៅពេលដែលមានរង្វាន់ផ្សេងៗអ្នកដែលបានចុះឈ្មោះតាមលេខកូដរបស់ខ្ញុំឬក៏ link របស់ខ្ញុំណាអ្នកទាំងអស់គ្នាក៏អាចទទួលបាននៅរង្វាន់ផ្សេងៗផងដែរបាទឥឡូវអ្នកទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញពេលថាបាទ sign up ឬក៏ log in អញ្ចឹងយើងចុចកន្លែងហ្នឹងខាងលើនេះគឺយើងត្រូវធ្វើការដាក់នៅ email ហើយខាងក្រោមនេះគឺយើងត្រូវធ្វើការបំពេញនៅ password របស់យើងអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំសូមធ្វើការបំពេញ email ហើយនិង password ដើម្បី log in ចូលទៅកាន់ account របស់ខ្ញុំជាមុនសិនហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញនៅ email ហើយនិង password រួចរាល់ហើយបន្ទាប់មកអ្នកទាំងអស់គ្នានឹងយើងនឹងឃើញពេលថា log in ហើយណាអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់បន្តិចដោយសារតែមានគ្នាយើងខ្លះអ្នកដែលថ្មីណានៅពេលដែលគាត់ធ្វើការចុះឈ្មោះហើយគាត់ចូលមកគាត់មានន័យថាគាត់ចូលទៅកាន់ account របស់គាត់អត់បានតែក៏ប៉ុន្តែមិនមែនដោយសារតែយើងចូលទៅ account អត់បាននេះគឺដោយសារតែអ្នកទាំងអស់គ្នាត្រូវកលេចមកមើលត្រង់ចំណុចនេះដោយសារយើងបានចុះឈ្មោះរួចរាល់ហើយអ្នកទាំងអស់គ្នាត្រូវមើលខាងលើនេះឲ្យ load ពាក្យថាបាទ sign up ណាបាទមិនត្រូវឲ្យកន្លែងហ្នឹង load ពាក្យថា log in ទេបើសិនជា load ពាក្យថា log in អញ្ចឹងយើងត្រូវយកម្រាមដៃចុចកន្លែងហ្នឹងវិញណាចុចកន្លែងហ្នឹងឲ្យឃើញពាក្យថា sign upណាចុចកន្លែងហ្នឹងឲ្យឃើញពាក្យ sign up វិញមកឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុចកន្លែងហ្នឹងមកអ្នកនរគ្នាឃើញទេយើងនឹងចូលមកកាន់ទម្រង់នៃការចុចឈ្មោះវិញហើយប៉ុន្តែដូចខ្ញុំនិយាយចឹងដោយសារតែយើងបានចុចឈ្មោះរួចរាល់ហើយអញ្ចឹងយើងត្រូវចុចទៅលើពាក្យថាបាទ log in now មកហើយបន្ទាប់មកយើងធ្វើការបំពេញនៅ email និង password របស់យើងហើយបន្តមកទៀតយើងចុចទៅលើ log in now នៅខាងក្រោមនេះមកគឺយើងនឹងចូលទៅកាន់ account របស់យើងហើយគ្រាន់តែយើងធ្វើការដោះបាទនៅប្រព័ន្ធសុវត្ថិភាពបាទនេះយើងអូសមកត្រូវមកបាទត្រូវមកគឺនឹងជោគជ័យហើយអញ្ចឹងយើងចូលមកដល់ចំណុចនេះអ្នកទាំងអស់គ្នាឃើញខាងលើគេឲ្យយើងធ្វើការ change នៅ password ហើយខាងក្រោមនេះគេដាក់ថា cancel អញ្ចឹងបើសិនជាយើងចង់ធ្វើការ change នៅ password របស់យើងគ្រាន់តែចុចទៅលើ change password ទៅប៉ុន្តែសម្រាប់ខ្ញុំអត់ទេខ្ញុំគ្រាន់តែចុចទៅលើពាក្យថា cancel នៅខាងក្រោមមកបាទឥឡូវនេះគឺយើងទទួលបាន account Bybit មួយហើយណាប៉ុន្តែអ្នកទាំងអស់គ្នាក៏មិនទាន់ទទួលបានជោគជ័យ 100% ដែរលុះត្រាតែអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ KYC មួយទៀតអ្នកទាំងអស់គ្នាមុននឹងធ្វើការបង្ហាញពីរបៀបនៃការធ្វើ KYC ខ្ញុំសូមបង្ហាញសិនអ្នកទាំងអស់គ្នាចុចទៅលើរូបក្បាលនេះបាទរូប logo កន្លែងនេះណាអញ្ចឹងយើងចុចកន្លែងហ្នឹងសិនមកបន្ទាប់ពីកន្លែងហ្នឹងមកអ្នកទាំងអស់គ្នានឹងឃើញនេះបាទ security នេះយើងចុចទៅលើ security ហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចកន្លែងមកមើលត្រង់ចំណុចនេះនេះគឺជាកន្លែងដែលយើងត្រូវធ្វើការដាក់នៅលេខទូរស័ព្ទដៃណាអញ្ចឹងយើងចុចកន្លែងហ្នឹងបន្ទាប់មកគេនឹងផ្ញើអញ្ចឹងយើងត្រូវចូលទៅកាន់ Gmail របស់យើងណាយើងចូលទៅកាន់ Gmail របស់យើងដើម្បីយកលេខកូដអូខេអញ្ចឹងខ្ញុំចូលមកកាន់ Gmail នៅពេលដែលចូលមកកាន់ Gmail ហើយអ្នកទាំងអស់គ្នានឹងឃើញនេះខាងលើនេះអញ្ចឹងយើងចុចខាងលើហ្នឹងមកបាទយើងធ្វើការអូសបន្តិចមកនេះយើងចុច copy ដដែលមកអូខេយើងចុច copy បាទដើម្បីយកលេខកូដហ្នឹងណាបន្ទាប់មកយើងយកមកផាសកន្លែងហ្នឹងយើងសកត់កន្លែងហ្នឹងតិចទៅដូចខ្ញុំនិយាយចឹងអ្នកនរគ្នាចម្លងម្ដងមួយក៏បានដែរណាបើសិនជាអញ្ចឹងអ្នកនរគ្នាអាចមើលមកនេះខ្ញុំចម្លងម្ដងមួយក៏បានដែរអញ្ចឹងខ្ញុំនឹងធ្វើការចម្លងម្ដងមួយបាទ46 បាទអញ្ចឹងខ្ញុំ46 36បាទ15អូខេអញ្ចឹងយើងធ្វើការបំពេញចឹងមកនេះយើងនឹងចូលមកកាន់ទម្រង់នេះហើយអញ្ចឹងដោយសារតែខ្ញុំមានគណនីហើយអញ្ចឹងខ្ញុំអត់អាចធ្វើការបង្កើតបានម្ដងទៀតទេនេះគ្រាន់តែជាការបង្ហាញតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចកលេចមកមើលត្រង់ចំណុចនេះគឺជាលេខកូដតំបន់របស់យើងបាទគឺ +855 ណាបើសិនអត់ឃើញយើងចុចកន្លែងហ្នឹងហើយយើង search Cambodia មកណាបើសិនជាអត់ឃើញណាបាទគឺមាន Cameroon និង Cambodia យើងយក Cambodia មកគឺជាប់អញ្ចឹងឧទាហរណ៍កន្លែងនេះគឺយើងត្រូវធ្វើការដាក់មកលេខ0ក៏បានអត់ក៏បានដែរណាមិនជាបញ្ហាទេនៅត្រង់ចំណុចនេះអញ្ចឹងឧទាហរណ៍ថា12 33 44 55អញ្ចឹងណាបន្តមកទៀតយើងគ្រាន់តែចុចទៅលើថាបាទ receive verify code នេះខាងក្រោមនេះយើងឃើញវាថា receive verify code អញ្ចឹងយើងគ្រាន់តែចុចកន្លែងហ្នឹងហើយ Bybit គេនឹងផ្ញើលេខកូដចំនួន6ខ្ទង់ចូលទៅកាន់លេខទូរស័ព្ទដៃរបស់យើងបន្តមកយើងគ្រាន់តែយកលេខកូដហ្នឹងយកមកបំពេញមកគឺរួចរាល់ឯណានៅត្រង់ចំណុចនេះណាបាទអញ្ចឹងកន្លែងនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ខ្ញុំសូមធ្វើការ back ថយក្រោយបើសិនជាអ្នកទាំងអស់គ្នាមិនយល់អាច join group ទៅណាដើម្បីសួរនាំបន្ថែមហើយកន្លែងនេះយើងឃើញបាទគឺនៅ low នៅឡើយទេមានន័យថា account របស់យើងគឺមិនទាន់មានសុវត្ថិភាពទេព្រោះយើងមិនទាន់ធ្វើការបំពេញរួចរាល់ហ្នឹងហើយបន្តមកទៀតនេះគឺជា fund password មានន័យថា password សម្រាប់យើងធ្វើការដកលុយអីចឹងណាបាទយើងដកលុយដកអីចេញទៅគឺយើងត្រូវធ្វើការបំពេញមកយើងគ្រាន់តែចុចកន្លែងហ្នឹងបន្ទាប់ពីយើងចុចទៅលើ fund account នេះយើងនឹងចូលមកកាន់ទម្រង់នេះអញ្ចឹងយើងគ្រាន់តែធ្វើការបង្កើតនៅពាក្យសម្ងាត់របស់យើងនៅខ្លួនឯងបាទពាក្យសម្ងាត់ខាងលើនិងខាងក្រោមគឺជាពាក្យសម្ងាត់តែមួយយើងអាចដាក់ផ្ដើមនៅអក្សរធំលាអក្សរទូចឬក៏លីនៃសញ្ញាផ្សេងទៅប៉ុន្តែត្រូវមានការចងចាំដោយខ្លួនឯងមិនថា password កន្លែងនេះឬក៏ password នៅពេលដែលយើង log in ចូលទេបើសិនជាអាចគួរតែប្រើ password ដល់ពេលដែលយើង log in ចូលទៅកាន់ account ឬក៏ password កន្លែងនេះឲ្យដូចគ្នាតែម្ដងទៅកុំឲ្យមានការភ្លេចអីចឹងណានៅពេលដែលយើងដាក់ហើយយើងនឹងឃើញពីថា confirm នេះនឹង load ទៅជាពណ៌លឿងរៀងច្បាស់ហើយណាយើងចុចកន្លែងហ្នឹងទៅគឺរួចរាល់អញ្ចឹងខ្ញុំ back ថយក្រោយហើយបន្តមកទៀតអ្នកទាំងអស់គ្នាអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្ថែមណាអ្នកទាំងអស់គ្នាអាចកលេចមកមើលត្រង់ចំណុចនេះគឺជាប្រព័ន្ធសុវត្ថិភាពមួយដែលយើងត្រូវប្រើជាមួយត្រង់ចំណុចនេះអ្នកទាំងអស់គ្នាណាគឺយើងត្រូវប្រើជាមួយវានេះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបើកទៅយើងកត់នៅឥឡូវខ្ញុំសូមបង្ហាញតិចណាបាទចុចកន្លែងហ្នឹង
ហើយខ្ញុំចូលទៅកាន់ Gmail របស់ខ្ញុំដើម្បីយកនៅលេខកូដសិនណាអូខេអញ្ចឹងកន្លែងនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយតែក៏ប៉ុន្តែបើសិនជាអត់យល់អាច search មើលវីដេអូរបស់ខ្ញុំមួយទៀតណាបាទកន្លែងនេះខ្ញុំ copy ហើយខ្ញុំ copy រួចរាល់ហើយខ្ញុំចូលមកដាក់នៅត្រង់ចំណុចហ្នឹងបើសិនជាអ្នកនរគ្នាអត់យល់កន្លែងហ្នឹងនេះបាទយើងចុចទៅលើ continue មកនេះគឺជាពាក្យសម្ងាត់របស់យើងបាទគឺជាពាក្យសម្ងាត់ដែលយើងត្រូវយកទៅភ្ជាប់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពមួយនេះណាបាទយើងយកមកដាក់ត្រង់ចំណុចហ្នឹងអញ្ចឹងអ្នកនរគ្នាអាច copy ទុកកន្លែងនេះគឺសំខាន់ណាស់ណាមិនអាចភ្លេចបានឡើយអ្នកនរគ្នាអាចធ្វើការកត់ទុកឬក៏ចម្លងទុកទៅណាប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយបើសិនជាអត់យល់អាចឆាតទៅកាន់ក្រុមហើយអាចឆាតមកសួរខ្ញុំបានណាកន្លែងនេះអញ្ចឹងយើងអាចចុច back ថយក្រោយមកអញ្ចឹងកន្លែងនេះខ្ញុំបានធ្វើការបង្ហាញទៅកាន់អ្នកនរគ្នារួចរាល់អញ្ចឹងខ្ញុំ back ថយក្រោយអស់មកអ្នកនរគ្នាឥឡូវខ្ញុំ back ថយក្រោយអញ្ចឹងអ្នកនរគ្នានឹងឃើញកន្លែងនេះឃើញពាក្យថា verify ណាអញ្ចឹងយើងធ្វើការ verify មួយអត្តញ្ញាណប័ណ្ណប៉ុន្តែបើសិនជាអ្នកនរគ្នាមិនឃើញពាក្យថា verify ទេយើងចុចទៅលើ logo ខាងលើដដែលហើយបន្ទាប់មកអ្នកនរគ្នានឹងឃើញកន្លែងនេះណាយើងឃើញពាក្យថា verify ណាយើងចុចកន្លែងហ្នឹងទៅក៏បានដែរយើងចូលក្នុងកាន់ទម្រង់ហ្នឹងហើយនេះឃើញទេបាទយើងនឹងចូលមកកាន់ទម្រង់ហ្នឹងនៅពេលដែលចូលមកកាន់ទម្រង់ហ្នឹងគឺគេបានបញ្ជាក់ឲ្យយើងដែរណានៅក្នុង level 1យើងអាចធ្វើការ verify ទៅហើយយើងចុចទៅលើថា verify now កន្លែងនេះអូខេយើងចុចទៅលើហ្នឹងហើយបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់នេះដោយអ្នកនរគ្នានឹងឃើញខាងលើគេដាក់ថា recommend ណា recommend គេឲ្យយើងនឹងប្រើទៅលើអត្តសញ្ញាណប័ណ្ណទៅគឺវាល្អជាងប៉ុន្តែអ្នកនរគ្នាក៏អាចប្រើ passport អាចប្រើប័ណ្ណបើកបរឬក៏អាចប្រើនៅសៀវភៅគ្រួសារក៏បានដែរណាប៉ុន្តែអ្វីដែលសំខាន់គឺយើងយកខាងលើតែម្ដងទៅបើសិនជាយើងមានអត្តសញ្ញាណប័ណ្ណអញ្ចឹងយើង tick ខាងលើហើយយើងចុចទៅលើថា confirm នៅខាងក្រោមអូខេនៅពេលដែលយើងចុចតែប៉ុណ្្នឹងមកអ្នកនរគ្នាអាចធ្វើការរងចាំបន្តិចបាទឥឡូវយើងចូលមកកាន់ទម្រង់ថ្មីនៅពេលដែលចូលមកកាន់ទម្រង់ថ្មីអ្នកនរគ្នាត្រូវយកខាងលើណាយើងមិនអាចយកខាងក្រោមបានឡើយអញ្ចឹងយើងយកខាងលើបាទយើងមិនមែននៅ USA ទេយើងចុចខាងលើហ្នឹងហើយបន្ទាប់មកយើងចុចទៅលើថាបាទ continue ខាងក្រោមនេះអូខេយើងចុចទៅលើហ្នឹងមកបន្ទាប់មកទៀតអ្នកនរគ្នានេះគឺជាទម្រង់នៃការថតនៅអត្តសញ្ញាណប័ណ្ណរបស់យើងណាអញ្ចឹងខ្ញុំនឹងធ្វើការបំពេញបន្តិចសិនត្រង់ចំណុចនេះអ្នកនរគ្នាបច្ចុប្បន្នឃើញហើយសញ្ញាមួយបាទពណ៌សហ្នឹងយើងចុចកន្លែងហ្នឹងទៅដើម្បីធ្វើការថតអត្តសញ្ញាណប័ណ្ណសម្រាប់អត្តសញ្ញាណប័ណ្ណយើងធ្វើការដាក់ប្តីទៅណាកុំដាក់បញ្ឈរអ្នកនរគ្នាអាចធ្វើការដាក់ប្តីចឹងថតវិញបាទហើយបន្ទាប់មកយើងចុចកន្លែងនេះដើម្បីពវល់អត្តសញ្ញាណប័ណ្ណរបស់យើងឲ្យឡើងទៅលើណាអ្នកទាំងអស់គ្នាឃើញបាទកន្លែងហ្នឹងហើយបន្ទាប់ពីយើងធ្វើការចុចកន្លែងហ្នឹងពវល់ហើយយើងចុចខាងក្រោមនេះយើងឃើញវាថា document យើងចុចកន្លែងហ្នឹងបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់នៃការថតម្ដងទៀតហើយសម្រាប់ការថតនេះគឺយើងត្រូវធ្វើការថតនៅផ្ទៃខាងក្រោយខាងមុនដំបូងគឺយើងថតអត្តសញ្ញាណប័ណ្ណផ្ទៃខាងមុខឥឡូវនេះគឺយើងថតខាងក្រៅយើងចុចកន្លែងសញ្ញាមិញទៅគឺយើងថតហើយហ្នឹងហើយអញ្ចឹងនៅត្រង់ចំណុចនេះគឺមិនខុសគ្នាប្រហែលទេអ្នកនរគ្នានឹងចុចកន្លែងនេះមកបាទចុចកន្លែងហ្នឹងទៅគឺនឹងធ្វើការបង្វែរអត្តសញ្ញាណប័ណ្ណរបស់យើងហើយបើសិនជាយើងគិតថានៅត្រង់ចំណុចនេះត្រឹមត្រូវហើយយើងចុចទៅលើថា document នៅខាងក្រោមនេះមកបាទយើងចុចទៅហ្នឹងទៅគឺយើងនឹងចូលទៅកាន់ទម្រង់មួយទៀតគឺជាទម្រង់នៃការ scan ផ្ទៃមុខហើយអ្នកទាំងអស់គ្នាត្រូវត្រៀមមុខរបស់យើងបាទទៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ណាបាទអ្នកទាំងអស់គ្នាឥឡូវយើងនឹងចូលមកកាន់ទម្រង់នៃការ scan ផ្ទៃមុខហើយអ្នកទាំងអស់គ្នានឹងឃើញរបៀបនេះអញ្ចឹងយើងគ្រាន់តែធ្វើការដាក់មុខរបស់យើងឲ្យត្រូវជាមួយនឹងរង្វង់ហ្នឹងទៅហើយយើងធ្វើតាមការណែនាំរបស់គេដាក់អក្សរនៅខាងក្រោមនេះយើងអាចធ្វើការងើយមុខបាទបែរមុខទៅឆ្វេងទៅស្ដាំអញ្ចឹងណាបន្ទាប់មកគឺយើងនឹងទទួលបានជោគជ័យអ្នកទាំងអស់គ្នាបច្ចុប្បន្នឃើញសញ្ញា គ្រីសមិញហើយហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងធ្វើការ verify រួចរាល់យើងនឹងឃើញកន្លែងនេះគឺនៅ review នៅឡើយទេហើយខាងក្រោមនេះក៏អ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបនេះដែរអ្នកទាំងអស់គ្នាបន្ទាប់ពីយើងនេះហើយយើងអាច back ថយក្រោយហ្នឹងហើយអញ្ចឹងនៅត្រង់ចំណុចនេះគឺជាកន្លែងដែលយើងដាក់ប្រព័ន្ធសុវត្ថិភាពទេយើងអាច scan រៀមដៃក៏បានអត់ក៏បានហើយបើ scan យើងចុចពណ៌លឿងខាងលើបើយើងអត់ scan គឺយើងចុចខាងក្រោមប៉ុន្តែអ្វីដែលសំខាន់យើងចុចទៅលើ logo របស់យើងមកគឺយើងនឹងឃើញកន្លែងនេះអ្នកទាំងអស់គ្នាបច្ចុប្បន្នឃើញសញ្ញា គ្រីសហើយគេដាក់ថា verify ណាបាទដោយសារតែខ្ញុំបានធ្វើការ verify នេះគឺទទួលបានជោគជ័យហើយអ្នកទាំងអស់គ្នានៅពេលដែលធ្វើការ verify ត្រូវធ្វើការរងចាំប្រហែលជាខ្ទង់1ម៉ោង2ម៉ោងឬក៏24ម៉ោងអីចឹងណានៅពេលដែលអ្នកទាំងអស់គ្នាធ្វើការថតបាទនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ហើយច្បាស់គេអាចទទួលយកបានកន្លែងនេះគឺយើងនឹងឃើញពាក្យថាបាទ verify ឬក៏សញ្ញា គ្រីសហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើមិនគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នានឹងមិនទទួលបានជោគជ័យឡើយហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំបានធ្វើការបង្ហាញរួចរាល់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីអ្វីដែលខ្ញុំបានធ្វើការបង្ហាញនៅក្នុងវីដេអូមួយនេះអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើការបង្កើតទទួលបានជោគជ័យនៅក្នុងពេលនេះហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ